កម្មវិធីមកការហ្នឹងមិនត្រឹមតែឲ្យផ្ដល់ជាយោបល់ជាទស្សនៈឲ្យពួកយើងទាំងអស់គ្នាស្វែងយល់នោះទេប៉ុន្តែក៏អាចផ្ដល់នៅវេទិកាមួយដល់រូបនាងខ្ញុំក៏ដូចជាបេក្ខជនដែលបានចូលរួមឲ្យបង្ហាញពីភាពក្លាហានបង្ហាញពីភាពទំនុកចិត្តទៅលើខ្លួនឯងហើយក្នុងកម្មវិធីមួយនេះទៀតគឺបានតម្រូវតម្រង់ផ្លូវឲ្យខ្ញុំយល់ពីជីវិតពីគោលដៅរបស់ខ្ញុំកាន់តែច្បាស់ស្វែងយល់ពីអ្វីជាខ្លួនយើងឲ្យយើងដឹងពីអ្វីដែលយើងចង់ធ្វើឲ្យកាន់តែច្បាស់ដឹងពីភាពជាអ្នកដឹកនាំឲ្យកាន់តែល្អប្រសើរផងដែរអេបមួយគឺគាត់បានចែករំលែកនៅសំណួរចំនួន120សំណួរដែលបងប្អូនអាចឆ្លើយទៅនៅក្នុងសំណួរនឹងបានដើម្បីស្វែងយល់ពីខ្លួនឯងដើម្បីយល់ដឹងពីអាជីពមុខរបរផ្សេងៗដែលមានដើម្បីឲ្យយើងគិតថាមុខរបរណាដែលស័ក្តិសមនឹងយើងដែលយើងចូលចិត្តដែលយើងស្រឡាញ់សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំឈ្មោះចាបស្រីមីជាសិស្សរៀននៅថ្នាក់ទី 11A នៃវិទ្យាល័យហ៊ុនសែនបាធាយចំណាប់អារម្មណ៍របស់នាងខ្ញុំដែលបានចូលរួមក្នុងកម្មវិធីម៉ាកាដែលជាកម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សានិងអាជីពហ្នឹងគឺពិតជាល្អមែនទែនជាមួយនឹងខ្ញុំផ្ទាល់នឹងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានមានឱកាសចូលរួមដែលកម្មវិធីម៉ាកាកម្មវិធីបង្ហាញផ្លូវនេះគឺបានចូលមកចែករំលែកនៅបទពិសោធន៍ចំណេះដឹងថ្មីៗនៅកាន់សាលាវិទ្យាល័យហ៊ុនសែនបាធាយតំណាងឲ្យនាងខ្ញុំក៏ដូចជាសិស្សានុសិស្សទាំងអស់នៅវិទ្យាល័យនេះនាងខ្ញុំពិតជាមានសេចក្តីអរគុណត្រេកអរក្រៃលែងហើយអរគុណទៅដល់អង្គការម៉ាកាដូចគ្នាដែលបានចុះមកដល់វិទ្យាល័យរបស់យើងហើយបានតម្រាយតម្រង់ផ្លូវប្រាប់នៅពីចំណុចពីតិចនិចដែលធ្វើឲ្យជីវិតរបស់យើងកាន់តែល្អប្រសើរឡើងហើយហើយមួយទៀតនិយាយអំពីការភាពខុសគ្នារវាងកម្មវិធីផ្សេងៗនិងកម្មវិធីម៉ាកានេះគឺខ្ញុំគិតថាមានភាពខុសគ្នាច្រើនមែនទែនដោយសារតែកម្មវិធីម៉ាកាហ្នឹងមិនត្រឹមតែឲ្យផ្ដល់ជាយោបល់ជាទស្សនៈឲ្យពួកយើងទាំងអស់គ្នាស្វែងយល់នោះទេប៉ុន្តែក៏អាចផ្ដល់នៅវេទិកាមួយដល់រូបនាងខ្ញុំក៏ដូចជាបេក្ខជនដែលបានចូលរួមឲ្យបង្ហាញពីភាពក្លាហានបង្ហាញពីភាពទំនុកចិត្តទៅលើខ្លួនឯងហើយជាពិសេសគឺមានឱកាសនៅបញ្ចេញមតិបញ្ចេញយោបល់ទៅកាន់បងប្អូនទាំងអស់គ្នាក៏ដូចជាទៅកាន់ពិភពលោកទាំងមូលផងដែរហើយក្នុងកម្មវិធីមួយនេះទៀតគឺបានតម្រូវតម្រង់ផ្លូវឲ្យខ្ញុំយល់ពីជីវិតពីគោលដៅរបស់ខ្ញុំកាន់តែច្បាស់ពីព្រោះថាមនុស្សម្នាក់មិនមែនមានមនុស្សម្នាក់នេះតែតែមានចិត្តមានការគិតខុសៗគ្នាហើយកម្មវិធីម៉ាកាហ្នឹងក៏បានជំរុញទឹកចិត្តរបស់នាងខ្ញុំក៏ដូចជាបងប្អូនសិស្សានុសិស្សទាំងអស់គ្នាឲ្យគាត់កាន់តែមានកម្លាំងចិត្តលើសដើមឲ្យគាត់ខិតខំប្រឹងប្រែងកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃហើយបានបង្ហាញពីសារៈប្រយោជន៍បង្ហាញពីអាជីពផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅបណ្ដាពិភពលោកផងដែរហើយកម្មវិធីម៉ាកានេះផងដែរគឺជាកម្មវិធីមួយដែលអាចឲ្យយើងស្វែងយល់ពីអ្វីជាខ្លួនយើងឲ្យយើងដឹងពីអ្វីដែលយើងចង់ធ្វើឲ្យកាន់តែច្បាស់ដឹងពីភាពជាអ្នកដឹកនាំឲ្យកាន់តែល្អប្រសើរផងដែរមួយទៀតអ្នកទាំងអស់គ្នាគិតថាកម្មវិធីម៉ាកាដែលបងចុះមកសាលាយើងខ្ញុំនឹងចប់មែនគឺអត់ទាន់ចប់ទេគឺដោយសារតែកម្មវិធីម៉ាកាហ្នឹងគឺគាត់មានអេបមួយគឺគាត់បានចែករំលែកនៅទៅដល់បងប្អូនទាំងអស់គ្នាដែលនៅក្នុងអេបហ្នឹងគឺមានការចែករំលែកនៅបទពិសោធន៍ចំណេះដឹងថ្មីជាច្រើនហើយមានសំណួរចំនួន120សំណួរដែលបងប្អូនអាចឆ្លើយទៅនៅក្នុងសំណួរនឹងបានដើម្បីស្វែងយល់ពីខ្លួនឯងដើម្បីយល់ដឹងពីអាជីពមុខរបរផ្សេងៗដែលមានដើម្បីឲ្យយើងគិតថាមុខរបរណាដែលស័ក្តិសមនឹងយើងដែលយើងចូលចិត្តដែលយើងស្រឡាញ់គឺអេបមួយហ្នឹងគឺនៅជាមួយយើងគឺជួយជំរុញយើងមកហើយពេលយើងឆ្លើយសំណួរហ្នឹងទៅយើងមានអារម្មណ៍ថាខ្លួនឯងគឺមានឱកាសក្នុងការចាប់យកនៅក្តីសម័យខ្លួនឯងបានយើងមិនអន់ទេហើយយើងកុំប្រៀបធៀបជាមួយអ្នកដទៃដោយសារតែកម្មវិធីម៉ាកាហ្នឹងគឺគាត់បានបង្រៀនយើងច្រើនមែនទែនបង្រៀននៅផ្ទាល់មិនអស់ចិត្តទេប៉ុន្តែបង្រៀននៅក្នុងអេបទៀតឲ្យយើងជំរុញទឹកចិត្តយើងខ្លាំងមែនទែនចា៎ហើយជាចុងក្រោយនេះនាងខ្ញុំសូមផ្ដាំផ្ញើទៅកាន់បងប្អូនយុវជនជាទំពាំងស្នងឫស្សីទាំងអស់គ្នាក្នុងនាមយើងជាអ្នកបន្តវេននៅក្នុងសម័យ Digital យុគសម័យ AI នេះយើងមិនត្រូវនៅមួយតែកន្លែងបានទេយើងត្រូវតែមានការប្រកួតប្រជែងមានការផ្លាស់ប្ដូរគំនិតយោបល់គ្នាត្រូវធ្វើជាធនធានមនុស្សដ៏ល្អហើយជាពិសេសបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនគួរតែទាញយកនៅ app Maga នេះបានដោយសារតែក្នុង app នេះគឺមាននៅការ
ផ្ដល់ជាយោបល់ជំរុញទឹកចិត្តបទពិសោធន៍ល្អៗមែនទែនចាំបងប្អូនអាចឆ្លើយនៅក្នុងសំណួរទាំង120សំណួរនេះបានដើម្បីស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់និងអភិវឌ្ឍខ្លួនឯងប្រកបទៅដោយសមត្ថភាពពិតប្រាកដចាសសូមអរគុណ